បន្ទាប់ពីអាមេរិកឥឡូវនេះបារាំងបង្ហាញពីកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជាស្ថានទូតបារាំងប្រចាំកម្ពុជាបានឲ្យដឹងថានៅថ្ងៃទី2ខែតុលានេះថាលោកឧត្តមសេនីយ៍ Patrick Valleo នាយកនៃនាយកដ្ឋានសហប្រតិបត្តិការទ្វេភាគីតំបន់ភាគខាងត្បូងនៃសេនាធិការកងទ័ពបារាំងបានបំពេញទស្សនកិច្ចនៅកម្ពុជាលោកបានពិភាក្សាការងារជាមួយឯកឧត្តមផាតវិបុលសុភ័ក្រនាយកនៃនាយកដ្ឋានតាក់ទងអន្តរជាតិនៃក្រសួងការពារជាតិនិងឯកឧត្តមសែមរតនាអគ្គនាយកស្ដីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកាលពី30ឆ្នាំមុនលោកឧត្តមសេនីយ៍ Valleo បានបំពេញបេសកកម្មសហប្រតិបត្តិការនៅជួរមុខយោធាចារជំនាន់ទី1នៃសាលានាយទីហ៊ានសកម្មថ្មពងក្នុងឱកាសដំណើរទស្សនកិច្ចនេះលោកបានជួបជាមួយយោធាចារដែលបានបំពេញការងារកាលពី30ឆ្នាំមុនក៏ដូចជាអតីតសិស្សនាយទីហ៊ានរបស់គាត់ដែលមួយចំនួនបច្ចុប្បន្នជាឧត្តមសេនីយ៍បម្រើការងារក្នុងជួរកងយោពលខេមរៈភូមិន្ទក្នុងឱកាសជំនួបនានាជាមួយក្រុមយោធាចារនិងសិស្សសាលានាយទីហ៊ានសកម្មបានសង្កេតឃើញពីភាពរស់រវើកនៃសមាគមយោធាដែលប្រើប្រាស់ភាសាបារាំងនៅកម្ពុជាអស់រយៈពេល30ឆ្នាំមកហើយនាយកដ្ឋានសហប្រតិបត្តិការផ្នែកសន្តិសុខនិងការពារផ្ដល់ការគាំទ្រការបណ្ដុះបណ្ដាលនាយទីហ៊ានការត្រៀមរៀបចំកងមុខខៀវកម្ពុជាសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពនិងការបង្រៀនភាសាបារាំងនៅក្នុងជួរយោធានៅកម្ពុជានេះជាការបញ្ជាក់ពីស្ថានទូតបារាំង